យើងមកមើលដំណោះស្រាយលំហាត់ចំនួនកុំភ្លេចទាំងអស់គ្នាដោយទី A ហ្នឹងគេឲ្យដោះស្រាយសមីការដែលគេឲ្យសមីការ 2z ដក 1 បូក e កតាទៅនឹង z បាស្មើឲ្យដក 1 បូកឲ្យ 5e អញ្ចឹងយើងរកចម្លើយនៃសមីការហ្នឹងមកដោយវាជាសំណុំចំនួនកុំភ្លេចអញ្ចឹងចម្លើយវាជាចំនួនកុំភ្លេចយើងតាំង z ជាចម្លើយនៃសមីការខាងលើហ្នឹងមកដោយ z ស្មើឲ្យ a បូកឲ្យ be អញ្ចឹងនឹងគឺជាចម្លើយនៃសមីការខាងលើហើយអ្វីដែលយើងត្រូវរកគឺតម្លៃ a និង b ដើម្បីមកជួរត្រង់ចម្លើយ z ហ្នឹងដោយសមីការខាងលើហ្នឹងវាមាន z បាអញ្ចឹងយើងទាញរក z បាហ្នឹងមកគឺស្មើ a ដកទៅនឹង be ចំពោះ z បាវាជាកុំភ្លេចឆ្លាស់នៃ z អញ្ចឹងកុំភ្លេចឆ្លាស់គឺវាបដូរសញ្ញាត្រង់ផ្នែកនិមិត្តអញ្ចឹងបើវាបូកកុំភ្លេចឆ្លាស់វាគឺដកបើវាដកកុំភ្លេចឆ្លាស់វាគឺបូកអញ្ចឹងវាបដូរសញ្ញាត្រង់ផ្នែកនិមិត្តបន្ទាប់មកយើងយក z និង z បាទៅជួនក្នុងសមីការខាងលើមកអញ្ចឹងគេបាន2កតាទៅនឹង z គឺ a បូក be ដក1បូក e កតាទៅនឹង z បាយើងគឺ a ដក be អញ្ចឹងដាក់មក a ដក be ស្មើឲ្យដក1បូក 5e ទៅមកយើងគុណពលាតមក2យើងគុណនឹង a មកយើងបាន 2a បូកឲ្យ 2be ដកយើងយក1គុណនឹង a មកយើងបាន a ហើយ1គុណនឹងដក be យើងបានដក be ហើយគុណនឹងដកមកក៏បានបូក be បន្ទាប់មកយើងយក e ទៅគុណម្ដងអញ្ចឹង e គុណនឹង a ក៏បាន a ហើយគុណនឹងដកយើងបានដក a e គុណនឹងដក be យើងបានដក be ការ៉េហើយគុណនឹងសញ្ញាដកយើងបានបូក be ការ៉េរួចហើយយើងបូកដកតួដែលមានផ្នែកអធិដូចគ្នាមក 2a ដក a នៅសល់ a ហើយបូក 2be បូក be យើងបានបូក 3be ដក ae បូកទៅនឹង be ការ៉េ e ការ៉េគឺវាស្មើដក 1 b គុណនឹងដក 1យើងបានដក b ស្មើដក 1 បូក 5e ទៅមកយើងផ្ដុំតួដែលអត់មាន e និងតួដែលអត់មាន e មកហើយតួដែលមាន e ផ្ដុំនឹងតួដែលមាន e អញ្ចឹងយើងបាន a ដក b យើងដាក់បង្កញ្ចក់1មកហើយបូកទៅនឹងដក a បូក 3b យើងទាញ e ជាកតាមកយើងបានកតានឹង e រួចហើយយើងឲ្យផ្នែកពិតស្មើទៅនឹងផ្នែកពិតមកគឺ a ដក b ស្មើទៅនឹងដក 1ហើយផ្នែកនិមិត្តស្មើផ្នែកនិមិត្តគឺដក a បូក 3b ស្មើទៅនឹង 5តមកយើងបូកសមីការទាំងពីរមកដោយ a បូកដក a វាអស់ហើយអញ្ចឹងដក a បូក 3b គឺយើងបានបូក 2b ស្មើទៅនឹងដក 1 បូក 5យើងបាន 4តមកយើងទាញរក b មកនាំឲ្យ b ស្មើ 4 ចែក 2 4ចែក 2មកស្មើឲ្យ 2ទៅមកយើងយក b ស្មើ2ហ្នឹងទៅជួនក្នុងសមីការ1ក៏បានសមីការ2ក៏បានដើម្បីរក a អញ្ចឹងតាមសមីការ1មកសមីការ1យើងគឺ a ដក b ស្មើដក 1នាំឲ្យ a ដក b យើងគឺ2អញ្ចឹងយក2មកជួមកស្មើដក 1ទាញរក a មកនាំឲ្យ a ស្មើដក 1ដោយដក 2នៅជិបនឹង a អញ្ចឹងយើងបោះឆ្លងសញ្ញាស្មើបានបូក 2នាំឲ្យ a ស្មើទៅនឹងដក 1 បូក 2យើងបាន 1ដូចនេះ a យើងគឺស្មើ 1ហើយ b ស្មើ 2រួចហើយយកតម្លៃ a និង b ដែលយើងរកឃើញហ្នឹងទៅជួរត្រង់ z មកនាំឲ្យ z ស្មើ a យើងគឺ1បូកឲ្យ b គឺ2គុណនឹង e ដូចនេះចម្លើយនៃសមីការយើងគឺ z ស្មើឲ្យ1បូកឲ្យ 2e ចូលដល់មួយចំណុចទៀតគឺគេឲ្យគណនា e សេគុណ2025ចំពោះលំហាត់នេះគឺវាមានរូបមន្តក្នុងការគណនាប៉ុន្តែខ្ញុំអត់លើមកបង្ហាញរូបមន្តទាំងហ្នឹងទេគឺខ្ញុំធ្វើការបំបែកជាភពគុណអញ្ចឹងយើងរកចម្លើយឃើញដូចតែគ្នាទេដោយ e សេគុណ2025យើងបំបែកវាមកបាន e គុណទៅនឹង e ស្វ័យគុណ2024អញ្ចឹង e វាមានស្វ័យគុណ1ហើយយើងបូកនឹង2024ទៅវាស្មើ e សេគុណ2025ដដែលនឹងឯងយើងបំបែក e សេគុណ2024ទៅទៀតមកគឺយើងបាន e ការ៉េអញ្ចឹង2យើងគុណនឹងប៉ុន្មានទៀតបានស្មើ2024គឺយើងគុណនឹង1012ទៀតស្មើ e គុណទៅនឹងដោយ e ការ៉េស្មើដក 1អញ្ចឹង e ការ៉េស្មើដក 1យើងយកដក 1ជួសត្រង់ e ការ៉េមកយើងបានដក 1ស្វ័យគុណ
1012 ដោយ1012ជាចំនួនកត់គូអញ្ចឹងដក1សេគុណ1012វាចេញមកគឺដឹងតែវិជ្ជមានហើយអញ្ចឹង1ស្វ័យគុណនឹងប៉ុន្មានក៏ដោយក៏វាស្មើ1ដដែលអញ្ចឹងដក1ស្វ័យគុណ1012វាស្មើ1 e គុណនឹង1គឺវាស្មើ e ដូចនេះ e ស្វ័យគុណ2025ស្មើទៅនឹង e